អ្នកដែលកើតឆ្នាំជូតរាសីនៅក្នុងខែកុម្ភៈឆ្នាំ2026លេខសំណាងរបស់បងប្អូនគឺលេខ916ចំណែកពណ៌សំណាងរបស់បងប្អូនគឺពណ៌លឿងបាទអ្នកដែលកើតឆ្នាំជូតលេខសំណាងរបស់បងប្អូនគឺលេខ916ចំណែកពណ៌សំណាងរបស់បងប្អូនគឺពណ៌លឿងអ្នកដែលកើតឆ្នាំជូតរាសីប្រចាំខែកុម្ភៈគឺល្អជាងខែមករានៅក្នុងខែមករាអ្នកដែលកើតឆ្នាំជូតគឺជួបនៅរឿងជាច្រើនដែលធ្វើឲ្យយើងនឹងសឹងនឹងលើកទង់ជ័យសរចោះចាញ់ឡើងចង់បន្តដំណើរទៅមុខទៀតបាទជួបប្រទះគ្រប់បញ្ហាមិនថាផ្លូវចិត្តមិនថាផ្លូវកាយមិនថាក្តីរំពឹងប៉ុន្តែចូលមកដល់ខែកុម្ភៈនេះអ្វីទាំងឡាយដែលកើតឡើងនៅក្នុងខែមករានេះវាបានរលាយសាបសូន្យទៅតាមខែមករាឆ្នាំ2026ហើយអញ្ចឹងវានៅតែរឿងល្អបន្តទៅទៀតអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំជូតខ្ញុំសូមជម្រាបជូនលោកអ្នកថាអ្នកនៅក្នុងខែកុម្ភៈនេះគឺល្អច្រើនជាងខែមករាអ្នកដែលកើតឆ្នាំជូតដើមខែអ្នកដែលកើតឆ្នាំជូតដើមខែលោកអ្នកមិនមានភាពសប្បាយរីករាយនៅក្នុងចិត្តទេដើមខែលោកអ្នកដែលកើតឆ្នាំជូតគឺអត់មានភាពរីករាយអត់មានភាពសប្បាយចិត្តទេនៅក្នុងខែដើមខែនេះធ្វើឲ្យយើងគិតនៅរឿងជាច្រើនដែលពេលខ្លះមិនគួរគិតតែរឿងហ្នឹងប៉ុន្តែយើងនៅតែយកមកគិតណាដោយសារអីដោយសារតែអ្នកដែលនៅជុំវិញខ្លួនរបស់យើងហ្នឹងគឺមិនយល់ចិត្តយើងណាយើងគិតថាយើងនឹងធ្វើរឿងមួយឲ្យល្អចាប់ឲ្យធ្វើទៅគេមើលមិនឃើញអញ្ចឹងសេចក្តីលះបង់របស់យើងគឺវាស្មើសូន្យដូច្នេះវាអត់មានបាននៅអ្វីដែលជាការរំពឹងទុកធ្វើឲ្យយើងខកចិត្តទៅជាធ្វើឲ្យយើងចង់ឈួតណាបាទនេះជាងលេខគេថាអ្នកកើតឆ្នាំជូតដើមខែកុម្ភៈវាចិត្តឈួតណាបាទចិត្តឈួតបាទថាมันសប្បាយมันរីករាយនៅក្នុងចិត្តណាបងប្អូនអញ្ចឹងវាចិត្តឈួតក៏ចិត្តឈួតទៅយើងក៏ទាញនៅអារម្មណ៍ទាញនៅប្រាជ្ញាទាញនៅស្មារតីរបស់យើងឲ្យត្រឡប់មកវិញហើយអ្នកដែលកើតឆ្នាំជូតដដែលបងប្អូនកូនក្មួយណាថ្មីត្បិតតែដើមខែយើងមិនសូវរីករាយយើងមិនសូវសប្បាយចិត្តប៉ុន្តែចាប់ពីថ្ងៃទី7ដល់ថ្ងៃទី10បាទចន្លោះពីថ្ងៃទី7ដល់ថ្ងៃទី10អ្នកដែលកើតឆ្នាំជូតហ្នឹងគឺមានលៀបចូលបាទពីថ្ងៃទី7ដល់ថ្ងៃទី10ហ្នឹងអ្នកដែលកើតឆ្នាំជូតគឺមានលៀបចូលហើយបងប្អូនបានសួរខ្ញុំទៀតថាតើលៀបដែលបងប្អូនទទួលបានដោយលោកគ្រូបានទួទាយពីថ្ងៃទី7ទី10ជាលៀបអ្វីគឺខ្ញុំគ្រូមហាជុំខ្ញុំក៏អត់ដឹងថាជាលៀបអីដែរប៉ុន្តែគាត់ជើងលេខគេបានប្រាប់ថាពីថ្ងៃទី7ដល់ថ្ងៃទី10អ្នកដែលកើតនៅឆ្នាំជូតហ្នឹងនឹងមានលៀបចូលអញ្ចឹងយើងត្រៀមចាំទទួលលៀបទាំងអស់គ្នាថាតើពីថ្ងៃទី7ដល់ថ្ងៃទី10ហ្នឹងយើងនឹងមានលៀបអីបងប្អូនកូនក្មួយណាបាទហើយអ្នកដែលកើតឆ្នាំជូតដដែលបងប្អូនចន្លោះពីថ្ងៃទី17ដល់ថ្ងៃទី21បាទពីថ្ងៃទី17ដល់ថ្ងៃទី21បងប្អូនត្រូវអត់ធ្មត់បងប្អូនត្រូវខំមាត់សង្កត់ចិត្តបើមិនដូច្នោះទេបងប្អូននឹងផ្ទុះរឿងធំមួយជាការកើតឡើងអំពីរឿងទូចទេបាទចន្លោះពីថ្ងៃ17ដល់ថ្ងៃទី21ហ្នឹងគឺរឿងទូចទេបងប្អូនកូនក្មួយណាបាទរឿងទូចទេប៉ុន្តែវាអាចคล้ายទៅជារឿងធំបើសិនជាយើងនឹងខ្វះការអត់ធ្មត់អញ្ចឹងយើងក្នុងតម្លៃណាក្នុងកលៈទេសៈណាពីថ្ងៃ17ដល់ថ្ងៃទី21នេះបងប្អូនកូនក្មួយត្រូវតែអត់ធ្មត់ឲ្យបានមែនតើណាបងប្អូនណាបាទពីថ្ងៃ17ដល់ថ្ងៃទី21អត់ធ្មត់បើមិនអត់ធ្មត់ទេរឿងតូចទៅជារឿងធំឆ្លោះគ្នាឈានទៅដល់ការខាតបង់ជាអណៃបាទហើយបើមិនអត់ធ្មត់ទេអត់បានទេព្រោះឆ្នាំនេះជាឆ្នាំមួយដែលមានហានិភ័យសម្រាប់យើងបាទឆ្នាំនេះគឺជាជូតឆុង 100% អញ្ចឹងតែមិនប្រយ័ត្នប្រយែងទេគឺអាចមានបញ្ហាឈានទៅដល់ការស្ដាយក្រោយអស់មួយជីវិតអញ្ចឹងម្នាក់សិតតែចេះគិតណាមែនទេបាទអញ្ចឹងពិចារណាឲ្យគ្រប់ជ្រុងជ្រោយកុំឲ្យខឹងខុសខឹងខាំអ្នកដែលកើតឆ្នាំជូតដដែលបងប្អូនកូនក្មួយណាបាទចន្លោះពីថ្ងៃទី23ដល់ថ្ងៃទី25ប្រយ័ត្នសុខភាពឲ្យមែនតើបាទពីថ្ងៃទី23ដល់ថ្ងៃទី25អ្នកដែលកើតឆ្នាំជូតត្រូវប្រយ័ត្នសុខភាពបើមិនប្រយ័ត្នសុខភាពទេអាចនឹងមានជំងឺឈឺកើតឡើងឈឺហ្នឹងគឺវាមិនមែនឈឺគ្រុនចាញ់គ្រុនញាក់គ្រុនញ័រទេវាអាចជំងឺផ្លូវចិត្តធ្វើឲ្យយើងបួមមកក្តៅក្រហាយគិតច្រើនកើត depression ណាបាទអញ្ចឹងប្រយ័ត្នមែនតើគិតឲ្យសុបាយឲ្យរីករាយណាប្រយ័ត្នកើតអាចជំងឺស្អី depression ហ្នឹងហើយបើកើត depression ហ្នឹងទៅពេទ្យរុស្ស៊ីគេមានថ្នាំលេបអញ្ចឹងប្រយ័ត្នហ្នឹងមកប្រយ័ត្នជំងឺ stress បាទ stress ធ្វើឲ្យយើងវាបាក់តែឃើញអ្នកកើតជំងឺ stress ហើយកើត depression ប្រយ័ត្នជំងឺផ្លូវចិត្តណាពីថ្ងៃទី23ដល់ថ្ងៃ25ទុកឲ្យជាប់បាទបើតាមពេទ្យគេថាយើង depression ហើយបើតាមផ្លូវក្នុងអ្នកដែលគេរៀនផ្នែកតារាសាស្ត្របាទរឿងរាសីគេថាយើងវារាសីធ្លាក់ខ្លាំងហើយវាគិតរឿងអវិជ្ជមានខ្លាំងដូច្នេះទៅអមនុស្សខ្វាត់ព្រាយបីសាច់វាមកក្របសង្កត់ធ្វើឲ្យយើងគិតនៅរឿងប្រេះប្រដាស់អញ្ចឹងត្រូវប្រយ័ត្នប្រយែងហើយឆ្លៀតក្នុងឱកាសនេះបងប្អូនដែលកើតឆ្នាំជូតបងប្អូនកំពុងតែឆុងបាទនៅក្នុងឆ្នាំ2026មួយឆ្នាំពេញគឺឆុងតែមក
ហើយពាក្យថាឆុងនឹងមិនល្អទេជួបរឿងអាក្រក់ច្រើនមែនទែនទាំងលុយកាក់ទាំងការងារទាំងមុខរបរអ្វីគ្រប់យ៉ាងក៏ដោយគឺត្រូវមានបញ្ហា